លោកត្រាំផ្ដាច់ញាចិត្តថាអាមេរិកនឹងយកកោះ Greenland ទោះតាមវិធីណាក៏ដោយ Washington ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសនៅថ្ងៃអាទិត្យនេះថាសហរដ្ឋអាមេរិកនឹងយកកោះ Greenland ទោះតាមវិធីណាក៏ដោយព្រមមានថាបើទីក្រុង Washington មិនធ្វើសកម្មភាពទេនោះរុស្ស៊ីនិងចិននឹងចូលកាន់កាប់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Trump បានសង្កត់ធ្ងន់ថាការគ្រប់គ្រងដីដានម៉ាកដ៏សម្បូរធនធានរ៉ែមួយនេះមានសារៈសំខាន់បំផុតសម្រាប់សន្តិសុខជាតិអាមេរិកចំពោះមុខសកម្មភាពយោធាកើនឡើងនៅតំបន់អាក់ទិកដោយលោកបានថ្លែងថាបើមិនមែនយើងទេរុស្ស៊ីនិងចិននឹងយកហើយខ្ញុំនឹងមិនបណ្ដោយឲ្យរឿងនោះកើតឡើងនោះទេលើសពីនេះលោកថែមទាំងបានចំអកឲ្យប្រព័ន្ធការពាររបស់ Greenland ថាមានត្រឹមតែរទេះឆ្កែអុស2ប៉ុណ្ណោះខណៈដែលរុស្ស៊ីនិងចិនមាននាវាពិឃាតនិងនាវាមួយទឹកពាសពេញបើទោះបីជានាយករដ្ឋមន្ត្រីដានម៉ាកបានព្រមានថាការប្រើប្រាស់កម្លាំងនឹងបំផ្លាញទំនាក់ទំនងសន្តិសុខដែលមានរយៈពេល80ឆ្នាំក៏ដោយតែយ៉ាងណាមិញលោកត្រាំបានចានចោលដោយនិយាយថាបើវាប៉ះពាល់ដល់ NATO ក៏ប៉ះពាល់ទៅចោះក៏ប៉ុន្តែអ្នកមានដឹងទេពួកគេត្រូវការយើងខ្លាំងជាងយើងត្រូវការពួកគេ